NATO បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនដែលហោះចូលអេស្តូនីដោយខុសគន្លងយន្តហោះចម្បាំង S-16 របស់អង្គការ NATO បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដ្រូនមួយដែលគេជឿថាជារបស់អ៊ុយក្រែនបន្ទាប់ពីវាបានហោះចូលដែនអាកាសភាគខាងត្បូងនៃអ៊ីស្តូនីដោយខុសគន្លងរដ្ឋមន្ត្រីការពារជាតិអេស្តូនី Hanno Pekko បាននិយាយថាដោយសារគន្លងហោះរបស់ដ្រូននេះបង្កហានិភ័យអេស្តូនីនិង NATO បានសម្រេចបាញ់ទម្លាក់វាលោកបានបន្ថែមថាវាអាចជាយន្តហោះដែលមានបំណងវាយប្រហារគោលដៅនៅក្នុងរុស្ស៊ីប៉ុន្តែបានហោះខុសទិសភាគីអ៊ុយក្រែនបានសុំទោសចំពោះឧបទ្ទហេតុនេះអ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន Hiohi Taiki បានបញ្ជាក់ថាអ៊ុយក្រែននិងអេស្តូនីកំពុងសហការស៊ើបអង្កេតនិងរកវិធីទប់ស្កាត់កុំឲ្យកើតឡើងម្ដងទៀតអ៊ុយក្រែនក៏បានចោទប្រកាន់ថារុស្ស៊ីកំពុងប្រើសង្គ្រាមអេឡិចត្រូនិកដើម្បីបង្វែរទិសដ្រូនរបស់អ៊ុយក្រែនឲ្យហោះចូលតំបន់បាត់ទិសដោយចេតនាដើម្បីបង្កភាពតានតឹងនិងធ្វើឃោសនាប្រឆាំងជាមួយគ្នានេះសេវាស៊ើបការរុស្ស៊ី SVR បានអះអាងថាអ៊ុយក្រែនកំពុងរៀបចំប្រើទឹកដីរដ្ឋបាត់ទិសដូចជា Laves ដើម្បីបើកការវាយប្រហារដោយដ្រូនទៅលើរុស្ស៊ីហើយបានគម្រាមថានឹងមានការសងសឹកប៉ុន្តែទាំងឡាវីនិងអ៊ុយក្រែនបានបដិសេធការចោទប្រកាន់នេះដោយហៅវាថាព័ត៌មានមិនពិតរបស់រុស្ស៊ីនាយករដ្ឋមន្ត្រីឡាវីអ៊ីវីកាស៊ីលីណាបានបញ្ជាក់ថាប្រទេសរបស់ខ្លួនមិនដែលអនុញ្ញាតឲ្យអ៊ុយក្រែនប្រើដែនអាកាសឬទឹកដីសម្រាប់វាយប្រហាររុស្ស៊ីឡើយសរុបមកករណីនេះបង្ហាញពីហានិភ័យនៃការរីករាលដាលសង្គ្រាមអ៊ុយក្រែនរុស្ស៊ីទៅកាន់តំបន់បាត់ទិសនិងបង្កភាពតានតឹងថ្មីរវាងរុស្ស៊ីនិងអង្គការ NATO គណៈភាគីទាំងអស់កំពុងប្រុងប្រយ័ត្នចំពោះការប៉ះទង្គិចធំជាងមុនផ្ទះសំណាក់ DV អង្គរវិឡាខេត្តសៀមរាបបន្ទប់ម៉ាស៊ីនត្រជាក់ទឹកក្តៅទឹកត្រជាក់ស្អាតសុវត្ថិភាពផាសុកភាពតម្លៃសមរម្យមានទីធ្លាចតឡានមានទីតាំងខាងកើតផ្លូវស្តុបសារមន្ទីរជាតិអង្គរ100ម៉ែត្រផ្លូវជាប់ទៅអង្គរវត្តនៅជិតកន្លែងកំសាន្តដូចជាសារមន្ទីរជាតិព្រះអង្គជ័យព្រះអង្គចោមសួនព្រះរាជដំណាក់DV Auto Garage សៀមរាបមានជួសជុលរថយន្តគ្រប់ប្រភេទម៉ាស៊ីនគ្រឿងក្រោមម៉ាស៊ីនត្រជាក់ប្រព័ន្ធភ្លើងបដូរប្រេម៉ាស៊ីននិងលក់គ្រឿងបន្លាស់ពិភាក្សាពីគ្រោះយោបល់ពិនិត្យជើងក្រោមឆែកម៉ាស៊ីនដោយឥតគិតថ្លៃទីតាំងខាងកើតភ្លើងស្តុបសារមន្ទីរជាតិអង្គរ100ម៉ែត្រសូមអរគុណ